បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃមុនគឺយើងបានឃើញហើយជំរាបរវាងកីឡាករធឿនធីរ៉ាប៉ះជាមួយកីឡាករម៉ាគ្រូសហើយលទ្ធផលគឺធឿនធីរ៉ាឈ្នះដោយពិន្ទុហើយក៏មានមតិខ្លះគាត់ខមមិនថាអូធឿនធីរ៉ាវាយអត់កើតទេធឿនធីរ៉ាវាយអត់ណាឥឡូវធ្លាក់ស៊ូឬមួយអីចឹងណាខ្ញុំចង់និយាយថាចេះសម្រាប់អារម្មណ៍ខ្ញុំដែលជាអ្នកមើលម្នាក់ខ្ញុំអត់ទៅដឹងច្បាស់ពីក្បាច់អីទេព្រោះយើងមិនមែនជាអ្នកដែលថាយល់អាហ្នឹងឯងប៉ុន្តែខ្ញុំមើលបដាល់យូរហើយតាំងពីជំនាន់ឆ្នាំ2010តាំងពីជំនាន់2011 2012មកតាំងពីជំនាន់កាលហ្នឹងនៅស្តាក់អកោះអាស៊ីគ្នេអីនេះគេមានសិទ្ធិចូលមានអីបងហេរ៉ូអីក៏ធ្វើទីកនហ្នឹងណាប៉ុន្តែយើងអត់ចេះទេអាហ្នឹងខ្ញុំនិយាយតាមត្រង់តែគាត់ថាយើងចេះមើលខ្លះហើយថ្ងៃហ្នឹងឃើញថាធឿនធីរ៉ាគាត់វាយខ្លាំងណាស់បងប្អូនហើយមកគ្រូក៏អត់អន់ដែរវាយចេះមកចប់ទាំងកែងទាំងអីណាហើយបើសិនជាដៃគូរបស់ធឿនធីរ៉ាក្រៅពីមកគ្រូឬក៏ល្មមអីបែរទៅហើយបងប្អូនវាយចូលច្រើននៃបែកដូចគ្នាណាបែកទាំងសងខាងដូចគ្នាហើយដូចថាដូចយើងឃើញហើយកន្លែងនោះគឺធឿនធីរ៉ាដាក់មួយដៃម៉ាំងមកគ្រូបុកកែងទៅវិញមានក្បាច់ច្រើនទៀតអីជាពិសេសចុងទឹក3ទទួលស្គាល់ថាអាពាក់កណ្ដាលចុងទឹកទៅណាធឿនធីរ៉ាក៏គាត់ប្រឡែងដៃអស់មែនមកគ្រូក៏មិននៅដែរកម្លាំងក៏ដូចជាមិនលើសគ្នាទេពីហ្នឹងគាត់អស់ដូចគ្នាគាត់បុកវាយដូចគ្នាណាហើយសម្រាប់មកគ្រូគឺគាត់ដូចថាដេញហ្នឹងហើយខ្លះមែនធីរ៉ាក៏តម្លាក់ដៃមិនដេញក៏មិនហ៊ានវាយដែរមិនថាដេញយកវាយតែវាយដល់វាយប៉ាំងធីរ៉ាក៏ដាក់វិញអញ្ចឹងណាហើយសម្រាប់ខ្ញុំចាប់អារម្មណ៍មួយធីរ៉ាគាត់ប្រើក្បាច់ចុងក្រោយក្បាច់សម្លាប់គាត់ជាទូទៅខ្ញុំចំណាំឃើញគាត់អញ្ចឹងតែគាត់ប្រឡែងឬគាត់គេហៅថារាងកាយវិការដូចថាទឹកមុខមុខឌឺមុខអីហ្នឹងសិតតែតាក់គាត់ទេអាហ្នឹងសម្រាប់ខ្ញុំមើលឃើញណាមិនមែនថាខ្ញុំចេះខ្ញុំអីទេប៉ុន្តែសម្រាប់បងប្អូនទាំងអស់គ្នាមើលឃើញមិនខ្ញុំអត់ដឹងទេតែអារម្មណ៍ខ្ញុំគិតថាធឿនធីរ៉ាគាត់ធ្វើប៉ុណ្ណឹងល្អហើយក៏ដៃគូគាត់ខ្លាំងហើយកីឡាករដែលប៉ះជាមួយគាត់មិនមែនធម្មតាទេមកគ្រូហ្នឹងហើយសម្រាប់យើងឃើញថាបើសិនជាប៉ះអ្នកផ្សេងមួយអីឧទាហរណ៍ថាធឿនធីរ៉ាប៉ះអ្នកផ្សេងប្រហែលជាអ្នកផ្សេងហ្នឹងគាត់អាចច្រឡប់អីដែរបើមកគ្រូបើគាត់ប៉ះដៃគូផ្សេងក៏ថាអាចពិបាករបស់មកគ្រូដែរហើយវាយហ្នឹងតាំងហើយពួកគាត់ខ្លាំងដូចគ្នាអញ្ចឹងការដែលខ្លាំងដូចគ្នាវាយក៏ត្រូវប្រយ័ត្នដូចគ្នាដែរហើយចុងទឹក3ខ្ញុំចង់និយាយថាមិនមែនអស់តែធឿនធីរ៉ាទេបងប្អូនហើយក៏មិនដឹងថាធឿនធីរ៉ាគាត់អស់មែនឬក៏មិនទេប៉ុន្តែមើលទៅគាត់រៀងគេថាគាត់រៀងប្រឡែងដែរអញ្ចឹងណាខ្លាចលោកគាត់ប្រើក្បាច់ស្វដងអញ្ចឹងប្រឡែងហក់មកម៉ាំងទៅអញ្ចឹងណាព្រោះខ្ញុំចំណាំធឿនធីរ៉ាពេលដែលគាត់វាយណាពេលដែលគាត់វាយប៉ះដៃគូទៅពិបាកគាត់នឹងធ្វើក្បាច់ពិសេសមួយដែលមិនដឹងថាជាតិចនិចគាត់ឬក៏វាជឿចៃដល់មិនដឹងខ្ញុំចាប់អារម្មណ៍ឃើញឲ្យតែគាត់គឺអញ្ចឹងដៃគូគាត់ច្រើនតែត្រឡប់តែមកគ្រូនេះខ្លាំងអរគុណដែលបើខ្ញុំនិយាយខុសអីអធិស្ឋានណាដែលខ្ញុំមិនមែនជាអ្នកជំនាញទេគាត់ថាយើងនិយាយអ្វីទៅតាមយើងមើលឃើញទេហើយក៏អរគុណ Gensberg មែនតើដែលរៀបចំព្រឹត្តិការណ៍នេះអស្ចារ្យណាស់បាទហើយយើងទៅជួបនៅជំរាបមុនបងប្អូនខ្ញុំផងច្រើនអរគុណ Gensberg លើកស្ទួយគុំខ្មែរអរគុណច្រើន
។